ជោគវាសនារបស់សត្វកណ្តុរតូចនេះត្រូវបានចាប់ដោតនៅបន្លាទាំងរស់ដើម្បីធ្វើជាចំណីរបស់សត្វមួយប្រសិនបើបងប្អូនទាំងអស់គ្នាមើលពីចម្ងាយសត្វដ៏តូចមួយនេះពិតជាស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ខ្លាំងបំផុតវាគ្រាន់តែជាសត្វបក្សីមួយដែលប្រើប្រាស់សមត្ថភាពក្នុងការរកចំណីអាហារដើម្បីចិញ្ចឹមជីវិតមើលទៅគួរឲ្យស្រឡាញ់និងគួរឲ្យចូលចិត្តនិងមិនមានបង្កហានិភ័យដល់យើងនោះទេក៏ប៉ុន្តែផ្ទុយស្រឡះនៅក្នុងសង្គមសត្វដូចគ្នានៅពេលឃើញអាចច្រមុះនេះវាគឺមានន័យថាអ្នកនឹងចូលទៅដល់ភាពគ្រោះថ្នាក់មួយហើយវិធីប្រមាញ់ចំណីអាហាររបស់វាមើលទៅខុសប្លែកពីសត្វដទៃទៀតផ្សេងសម្រាប់សត្វចាបផ្សេងវាស៊ីធញ្ញជាតិនិងគ្រាប់រុក្ខជាតិជាអាហារក៏ប៉ុន្តែសត្វមួយប្រភេទនេះគឺស៊ុយសាច់ជាអាហារចំណីអាហារចម្បងរបស់វាមានដូចជាសត្វកណ្ដូងសត្វបង្កួយនិងសត្វផ្សេងទៀតដូចជាសត្វកណ្ដោរផងដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់សត្វដ៏តូចមួយនេះគឺវាព្យាយាមស្វែងរកចំណីអាហារនិងមិនបរិភោគភ្លាមនោះទេនៅរដូវបន្តពូជវាបានគិតគូរយ៉ាងវែងឆ្ងាយបន្ទាប់ពីវាចូលក្រាបពងវានឹងមិនមានពេលសម្រាប់ការស្វែងរកចំណីអាហារនោះទេដូច្នេះហើយវាចាប់ផ្ដើមស្វែងរកចំណីអាហារដើម្បីស្តុកទុកវិធីស្តុកទុកចំណីអាហាររបស់វាគឺវាព្យាយាមស្វែងរកសម្បុកនៅក្នុងដើមបន្លាផ្សេងដើម្បីងាយស្រួលចាប់សត្វទាំងអស់នោះយកមកដាក់នៅលើបន្លានោះមើលនោះពីអ្នកប្តីប្រពន្ធនេះគឺស្វែងខ្លាំងមែនទែនពួកគេខំចេញទៅធ្វើការតាំងពីព្រឹករហូតដល់រងាចហើយការស៊ីចំណីរបស់គេគឺស៊ីតិចតែប៉ុណ្ណោះក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលពួកគេស្វែងរកចំណីអាហារដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនពូជរបស់ពួកគេសម្បុករបស់ពួកគេត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះនិងបានការការពារពីធម្មជាតិដើមបន្លានេះមិនអាចឲ្យសត្រូវមកព្យាយាមបៀតបៀនសម្បុករបស់ពួកគេបានឡើយបន្ទាប់ពីសាងសង់រួចគឺគេចាប់ផ្ដើមស្វែងរកចំណីអាហារដោតភ្ជាប់ជាមួយបន្លានៅជិតសម្បុកបន្ទាប់មកគេមិនខ្វះនៅអាហារស៊ីនៅពេលដែលគេក្រាបពងនោះទេពិតជាអស្ចារ្យខ្លាំងមែនទែនធម្មជាតិបានបង្កើតឡើង